ស្ត្រីដែលគាត់ត្រៀមសម្រាប់កូនគាត់តែងតែមានការព្រួយបារម្ភចន្លោះដែលគ្រប់ខែគឺ37សប្តាហ៍ឡើងទៅក្រោម42សប្តាហ៍សួរថាចុះបើស្ថិតនៅជុំវិញក្នុងការគ្រប់ខែយើងអត់ទាន់សម្រាប់កូនតើគួរធ្វើបែបណាចំណុចទី1ជុំវិញនៃការត្រៀមសម្រាប់កូនស្ត្រីត្រូវតែរៀបចំខ្លួនការធ្វើលំហាត់ប្រាណជំនួយបន្ថែមជំរុញក្នុងការឈឺពោះសម្រាប់ទី2ថែទាំសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយរបស់ស្ត្រីឲ្យមានសុខភាពល្អទី3ការជ្រើសរើសរបបអាហារមួយចំនួនដែលវាជួយជំរុញទៅដល់ការឈឺពោះសម្រាប់របស់ស្ត្រីជាពិសេសអ្នកគ្រូធ្លាប់និយាយតែតងជាមួយនឹងម្នាស់ជាពិសេសអាហារដែលសម្បូរទៅដោយពពួកវីតាមីនប្រូតេអ៊ីនដែលវាជួយឲ្យអ្នកម្ដាយមានសុខភាពល្អនិងពពួកផ្លែឈើដែលជំរុញការសម្រាលហ្នឹងយើងអាចញ៉ាំរៀងច្រើនជាងមុនដើម្បីជួយបង្កើនទៅដល់មាត់ស្បូនយើងតន់ងាយស្រួលក្នុងការបើកមាត់ស្បូនប៉ុន្តែកុំភ្លេចការសម្រាលបែបធម្មជាតិវាអាស្រ័យទៅលើសុខភាពរបស់ស្ត្រីអាស្រ័យទៅលើការបើកនៃមាត់ស្បូននិងការឈឺពោះសម្រាប់របស់ស្ត្រីវិវត្តបានល្អជូនពរអ្នកម៉ាក់ដែលគាត់ត្រៀមក្នុងការសម្រាលកូនសម្រាលដោយសុវត្ថិភាពនិងមានសុខភាពល្អអញ្ចឹងសម្រាប់អ្នកម៉ាក់ដែលគាត់ត្រៀមយកកូនចង់បានកូនកំពុងតែមានផ្ទៃពោះនិងក្រោយសម្រាលត្រូវការថែបំពន់ញ៉ាំបន្ថែមជាមួយនឹងវីតាមីនអាចឆាតប្រឹក្សាលម្អិតជាមួយខ្ញុំអ្នកកូលីណានៅក្នុង Telegram ឬមួយក៏ Page ផ្ទាល់